សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលនៅក្នុងថ្ងៃនេះដែរនឹងខ្ញុំលើកយកនៅមនុស្សជប៉ុនមួយទៀតមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលមានឈ្មោះថា Moku Mokuren Moku Mokuren គឺជាមនុស្សជប៉ុនមួយប្រភេទដែលលេចឡើងនៅលើជញ្ជាំងសូជីដែលមានសភាពចាស់ដាច់រហែកឬមានស្នាមប្រហោងដែលជញ្ជាំងសូជីនឹងផងដែរគឺជាទ្វាររុញរបស់ជប៉ុនដែលមានជញ្ជាំងជាជញ្ជាំងក្រដាសហើយមានស៊ុមជាស៊ុមឈើMoku Mokuren គឺកើតចេញពីពាក្យថា Moku និងពាក្យថា Ren ដែលពាក្យថា Moku មានន័យថាក្របភ្នែកនិងពាក្យថា Ren មានន័យថាជាច្រើនបន្តបន្ទាប់គ្នាចឹងហើយ Moku Mokuren ហ្នឹងគឺគេសង្កសំដៅទៅលើក្របភ្នែកជាច្រើនគ្រាប់ដែលលេចឡើងបន្តបន្ទាប់គ្នាផ្ទុយពីមនុស្សផ្សេងទៀតដែលមានរូបរាងចម្លែកនិងគួរឲ្យខ្លាច Moku Mokuren គឺអត់មានរាងកាយទេប៉ុន្តែវាលេចឡើងជារាងក្របភ្នែករបស់មនុស្សនៅលើជញ្ជាំងសូជីចាស់ដាច់រហែកដោយដំបូងឡើយក្របភ្នែកនឹងលេចឡើងតែមួយគ្រាប់ទេប៉ុន្តែវានឹងចាប់ផ្ដើមលេចឡើងមួយគ្រាប់ហើយមួយគ្រាប់ទេបន្តបន្ទាប់រហូតដល់មានគ្រាប់ភ្នែកជាច្រើនគ្រាប់នៅពេញផ្ទាំងសូជីចាស់ទាំងអស់ហ្នឹងគ្រាប់ភ្នែកទាំងអស់ហ្នឹងវាធ្វើចលនាបិទបើកហើយព្រិចទៅព្រិចមកនិងសម្លឹងទៅកាន់មនុស្សគ្រប់គ្នាដែលចូលទៅកាន់បន្ទប់ដែលមាន Moku Mokuren នឹងឯងMoku Mokuren ត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយដោយវិចិត្រកររបស់ប្រទេសជប៉ុនម្នាក់ដែលមានឈ្មោះថាToriyama Sekin ដោយគាត់បានដាក់បញ្ចូលរឿងរ៉ាវនៃ Moku Mokuren នេះទៅក្នុង Yokai Collection របស់គាត់ដែលមានឈ្មោះថា Konjaku Hayaki Sui នៅក្នុងសម័យ Edo ក្នុងកំឡុងសតវត្សទី18នៅក្នុងរឿងព្រេងគេបាននិយាយថា Moku Mokuren គឺអត់ធ្វើការវេបហាទៅលើមនុស្សដោយផ្ទាល់ដោយចាក់ឬកាប់សម្លាប់មនុស្សទេប៉ុន្តែ Moku Mokuren ធ្វើឲ្យមនុស្សដែលនៅក្នុងបន្ទប់ជាមួយវានឹងមានអារម្មណ៍ថាអត់ស្រួលនៅក្នុងខ្លួនដោយសារតែកែវភ្នែកទាំងអស់ហ្នឹងសម្លឹងទៅកាន់ពួកគេអត់ឈប់ឈរបើទោះបីជាពួកគេព្យាយាមគេចទៅដល់ទីណាក៏កែវភ្នែកទាំងអស់ហ្នឹងសម្លឹងទៅតាមពួកគេរហូតដែរមានរឿងព្រេងខ្លះគេនិយាយថា Moku Mokuren អាចធ្វើឲ្យមនុស្សដែលស្ថិតនៅក្នុងបន្ទប់ជាមួយវានឹងអាចខ្លាយទៅជាមនុស្សវិកលចរិតឬក៏ឈួតបានដោយសារតែពួកគេមានអារម្មណ៍ថារស័ព្ទរសោអត់ស្រួលក្នុងខ្លួនដោយសារតែការសម្លឹងជាប់រហូតរបស់ Moku Mokuren នឹងឯងរីឯនៅក្នុងរឿងព្រេងខ្លះទៀតគេនិយាយថាបើសិនជាយើងសម្លឹងទៅកាន់កែវភ្នែករបស់ Moku Mokuren នឹងវិញក្នុងរយៈពេលយូរយើងអាចនឹងបាត់បង់សមត្ថភាពនៅក្នុងការមើលឃើញមានរឿងព្រេងមួយដែលតាក់ទងទៅនឹង Moku Mokuren នឹងដោយការពីចំនួនមុននឹងមានអ្នកជំនួយម្នាក់គាត់អត់ចង់ខ្ជះខ្ជាយលុយនៅក្នុងការជួលផ្ទះសំណាក់ដើម្បីស្នាក់នៅទេចឹងហើយគាត់ក៏សម្រេចចិត្តថាទៅរស់នៅក្នុងផ្ទះមួយដែលគេបោះបង់ចោលចឹងនៅពេលដែលគាត់ទៅដល់ផ្ទះហ្នឹងនៅពេលដែលគាត់គេងលក់ហើយពេលគាត់ភ្ញាក់ឡើងកណ្ដាលយប់ហ្នឹងគាត់ស្រាប់តែបានឃើញកែវភ្នែករបស់ Moku Mokuren ហ្នឹងជាច្រើនគ្រាប់សម្លឹងមកកាន់គាត់ជាជាងការភ័យខ្លាចហើយរត់គេចអ្នកជំនួយម្នាក់ហ្នឹងគាត់អត់រត់គេចពី Moku Mokuren ទេប៉ុន្តែគាត់បានបេះយកគ្រាប់ភ្នែករបស់ Moku Mokuren នៅលើអញ្ជាំងហ្នឹងម្ដងមួយរហូតដល់អស់ហើយព្រឹកស្អែកឡើងគាត់ក៏បាននាំយកគ្រាប់ភ្នែកហ្នឹងទៅកាន់ទីក្រុងនិងលក់វាទៅឲ្យគ្រូពេទ្យភ្នែកអញ្ចឹងនៅក្នុងរឿងព្រេងហ្នឹងគេចង់បង្ហាញឲ្យយើងដឹងថានៅខណៈពេលដែលយើងជួបរឿងអត់ល្អយើងអាចប្រែក្លាយពីរឿងអត់ល្អហ្នឹងឲ្យទៅជាឱកាសនៅក្នុងការស្វែងរកលុយនៅក្នុងពេលហ្នឹងបានទៀតរឿងព្រេងមួយទៀតដែលតាក់ទងជាមួយនឹង Moku Mokuren ហ្នឹងគឺមានបារម្ភម្នាក់គាត់បានស្នាក់នៅក្នុងផ្ទះមួយជាមួយនឹង Moku Mokuren ដោយសារតែភាពភ័យខ្លាចជាមួយនឹងគ្រាប់ភ្នែកទាំងអស់ហ្នឹងពេកបារម្ភម្នាក់ហ្នឹងបានយកភួយមករុំក្បាលរបស់គាត់ចិត្តហើយព្យាយាមសំងំគេងព្រឹកឡើងគ្រាប់ភ្នែកទាំងអស់នៅលើជញ្ជាំងសូជីហ្នឹងវាបានបាត់អស់ប៉ុន្តែគ្រាប់ភ្នែករបស់បារម្ភម្នាក់ហ្នឹងក៏បាត់ទៅជាមួយនឹងភ្នែករបស់ជញ្ជាំងសូជីហ្នឹងដែរគេអត់ដឹងថាគ្រាប់ភ្នែកហ្នឹងបាត់ទៅណាទេប៉ុន្តែអ្នកខ្លះទៀតនិយាយថាគ្រាប់ភ្នែករបស់បារម្ភម្នាក់ហ្នឹងត្រូវបាន Moku Mokuren ចាប់យកទៅដើម្បីបំពេញនៅក្នុងចន្លោះរបស់ជញ្ជាំងសូជីផ្សេងទៀតបានន័យថា Moku Mokuren គឺខ្វេះយកគ្រាប់ភ្នែករបស់គាត់ដើម្បីបំពេញទៅជាគ្នារបស់វាចឹងដោយសារតែ Moku Mokuren វាលេចឡើងនៅក្នុងផ្ទះឬក៏អគារដែលគេបោះបង់ចោលនិងលេចឡើងនៅលើជញ្ជាំងឬផ្ទាំងសូជីដែលចាស់ដាច់រហែកអញ្ចឹងវិធីសាស្ត្រដើម្បីរត់គេចខ្លួនឬក៏វិធីសាស្ត្រដើម្បីកុំឲ្យជួប Moku Mokuren គឺវាងាយស្រួលទេដល់យើងគ្រាន់តែចាប់ផ្ដើមជួសជុលទៅលើជញ្ជាំងសូជីណាដែលវាដាច់រហែកឬក៏ផ្លាស់ប្ដូរថ្មីតែម្ដងនោះ Moku Mokuren នឹងបាត់ខ្លួនដោយឯងនៅក្នុងរឿងព្រេងរបស់ Moku Mokuren នេះគឺគេចង់អប់រំឲ្យយើងចេះថែរក្សារបស់របរនៅក្នុងផ្ទះជួសជុលឬក៏ផ្លាស់ប្ដូររបស់របរណាដែលដាច់រហែកឬខូចខាតដោយសារតែគេជឿជាក់ថារបស់របរដែលបែកបាក់ខូចខាតឬដាច់រហែកហ្នឹងវាអាចនឹងនាំសំណាងអាក្រក់ឬក៏វិញ្ញាណមិនល្អផ្សេងចូលទៅក្នុងផ្ទះរបស់យើងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់ Moku Mokuren ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាហ៊ានគេងនៅក្នុងកន្ទប់មួយដែលមានសុទ្ធតែគ្រាប់ភ្នែកសម្លឹងមកកាន់អ្នកទាំងអស់គ្នានឹងអត់
ចឹងអ្នកនរគ្នាអាចធ្វើការ comment នៅក្នុង comment section នៅខាងក្រោមបានហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ក៏ដូចជាចុច share វីដេអូនេះទៅកាន់បងប្អូនមិត្តភ័ក្តិឬក៏គ្រួសាររបស់អ្នកទាំងអស់គ្នាផងអរគុណជម្រាបលា